tao bong ôn mà ăn bà hết hay nâng chong ăn dây tô bà hết ăn hay nâng chong ăn bong ôn khan thưa hộp dù đel hơi ngày ní trong sập đà chân bong ôn chân này pe một ăn BBQ bà hết hay nâng chong mà đòn cha hay ní cứ chia rọc bo một nâng tô ăn bỏ dớ cứ miên chong miên bà lè bà lộ chuột có con miên chu bong ôn dây tô cứ tham miên mà chọc tầm bọt đè tinh thực co cha tầng cặp lơ một đó cứ tha rô cần lè nhờ quy sân bong ôn rô cần lè quy hai cái chập đơm đơ rư chúng mình đông thò một cung kia đã ăn phơi á bong ôn đã ăn phơi đặt phơi cha hay chu nó cứ tha vậy một bịp tia chẳng hay chập đơm rư bán chập đơm bằng kẹt phơi sân hay bong ôn như tụt đặt man che bên ngày này cứ tham mua mau tầm nào bong ôn để xaแต่นกข้างក្រៅviệc cho chẳng hay cứ thắp bọc bát đấtแต่ជួយตบជួយកំបាំងគ្នារោអអ្នកខ្លះរោអអ្នកខ្លះខិតចឹងទៅបងប្អូននិយាយទៅខានស្គាល់អារម្មណ៍នេះយូរហើយបងប្អូនអើយយូរមែនតើដោយសារតែខានចាញ់ក្រៅដែរតែដែលបានធ្វើអាំងអីចេះបងប្អូនហើយឡូវគឺថាខែភ្លេងចឹងហើយខ្យងបងប្អូនមិត្តភក្តិរបស់ខ្ញុំក៏ទិញពីអ្នកភូមិមកចឹងគឺថាខ្យងបងប្អូននៅសាច់ឡើងផ្អែមហើយខ្យងគឺថាធម្មជាតិពិតបងប្អូនហូបទៅយើងមិនបាច់ភ័យខ្លាចពូលទេបងប្អូនអើយដោយសារតែអ្នកភូមិគាត់ទៅស្វាបានចឹងហើយទិញមកប្រហែលជា2គីឡូដែរហើយពីសាច់វាឡើងពេញបឹបបងប្អូនដាក់ជាមួយនឹងជ្រក់កោះកុងហើយនេះគឺខ្ញុំចាប់ផ្ដើមដាក់អាំងបណ្ដើហើយយើងក៏មានប្រហិតមកមុខដែរបងប្អូនចាឥឡូវយើងចាប់ផ្ដើមឈៀល enjoy ចារងចាំខ្យងឆ្អិនរងចាំប្រហិតឆ្អិនចឹងទៅបងប្អូនហើយក៏ចាប់ផ្ដើមដាក់មកពីក្អឿដោយសារតែខាស់កហើយចាអញ្ចឹងចាប់ផ្ដើមប្រែសិនបងប្អូនយើងទៅអាំងប្រហិតឡើងខ្លោចបងប្អូនដោយសារតែឡៃតែនិយាយគ្នាណោះពីចឹងទៅគឺថាប្រហិតឡើងខ្លោចអស់ហើយមីខ្ញុំនេះគឺថាបន្តិចផឹកបងប្អូនចាដោយសារតែខាស់កបងប្អូនណាតនីមកអាំងប្រហិតហូបអាំងខ្យងជាមួយខ្ញុំបងប្អូនហើយខ្ញុំអាំងហ្នឹងគឺនៅទេសភាពខ្នងអាំងបងប្អូននៅស្វាយអញ្ចឹងគឺថាស្អាតមែនទែនទីធ្លានៅកន្លែងជិតភ្នំបាក់បងប្អូននិយាយទៅគឺថាអង្គុយប្រែងឲ្យបងប្អូនដោយសារតែភ្លើងរបស់យើងគឺថាមិនសូវឆេះទេចាបានតែខាងហុយនឹងឯងអញ្ចឹងគឺថាចាំមកយូរដែលរំបានហូបបងប្អូនចាហើយយើងក៏ដាក់អាំងចោលទៅបងប្អូនបន្ទាប់មកយើងចាំប្រហែលជាមកសន្ធុបងប្អូនមើលតែថាខ្យងគឺថាចិត្តឆ្អិនល្មមឲ្យបងប្អូនចាប់ផ្ដើមចែកជ្រក់ចែកបន្លែប្រឡក់គ្នាហើយចាខ្ញុំគឺថាត្រៀមចង្កឹះមុនគេបងប្អូនឥឡូវគឺថាឆ្អិនបានសម្រេចតែម្ដងបងប្អូនមើលសាច់ខ្យងមកកុំថាខ្ញុំចេះតែកុហកគឺថាឡងផ្អែមឡងឆ្ងាញ់ចាមើលទឹកមុខđâyឲ្យបងប្អូនជាមួយនឹងអាកាសធាតុរបស់យើងបងប្អូនចាខៀវសង្ងាត់ហើយល្ហើយត្រុយហើយនេះគឺថាជាសម្បកខ្យងចាដែលនាងខ្ញុំបានហូបហើយបងប្អូនអស់ឡើងច្រើនដែលអានេះគឺចាប់ផ្ដើមមកយកប្រហិតហូបម្ដងដោយសារតែខ្យងគឺថាយើងហូបអស់លើកំពេះហើយបងប្អូនហើយនេះគឺជាទេសភាពជុំវិញដែលខ្ញុំមកអាំងហូបបងប្អូនហើយវីដេអូខ្ញុំក៏មានតែប៉ុណ្ណឹងឯងបងប្អូនជួបគ្នានៅវីដេអូក្រោយបាយ